តគ្នាធ្លាប់ជួបអារម្មណ៍ដែលគេស្ដីបន្ទោសដោយសារតែកំហុសដែលយើងបានសាងវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាខ្លាចរអាងើបពីគេមកមានអារម្មណ៍ថាបាក់ទឹកចិត្តលែងចង់ធ្វើអីដោយសារតែខ្លាចធ្វើទៅខុសហើយពិសេសនោះគឺខ្លាចធ្វើទៅបរាជ័យហើយអារម្មណ៍ទាំងអស់ហ្នឹងឯងវាគឺជាអីដែលមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះក្នុងជីវិតហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយស្ដីអំពីការរៀនពីកំហុសហើយនិងភាពបរាជ័យកំហុសគឺជាការដែលយើងធ្វើអីមួយដែលមិនត្រឹមត្រូវឬក៏មិនសមស្របទៅតាមការរំពឹងទុកហើយកំហុសវាកើតឡើងបានដោយសារតែការយកខុសឬក៏ការសម្រេចចិត្តខុសហើយចំណែកឯពាក្យថាបរាជ័យវិញគឺជាភាពដែលយើងមិនអាចសម្រេចបាននៅគោលបំណងឬក៏ភាពដែលមិនអាចសម្រេចក្នុងការប្រកួតប្រជែងណាមួយហើយភាពបរាជ័យមិនមែនបានន័យថាយើងគ្មានសង្ឃឹមក្នុងការទទួលបានជោគជ័យទេប៉ុន្តែវាគឺជាឱកាសសម្រាប់ការស្វែងរកវិធីថ្មីក្នុងការរីកចម្រើនទាំងកំហុសហើយនិងភាពបរាជ័យទាំងពីរហ្នឹងគឺមិនមែនបានន័យថាគឺជាចំណុចបញ្ចប់នៃដំណើរជីវិតរបស់យើងទេអ្នកទាំងអស់គ្នាដែលដឹងថាជីវិតវាអត់ចង់ឲ្យយើងខ្លាចទេវាចង់ឲ្យយើងហ៊ានច្រើនជាងខ្លាចជីវិតគឺជាផ្លូវដើរមួយដ៏វែងឆ្ងាយហើយអត់មាននរណាគេម្នាក់ដែលឆ្លងកាត់មកអត់មានកំហុសទេអញ្ចឹងយើងមិនចាំបាច់បន្ទោសខ្លួនឯងព្រោះតែមនុស្សគ្រប់គ្នាមិនថាមកពីណាមិនថានរណាក៏ដោយសុទ្ធតែធ្វើខុសប៉ុន្តែអ្នកដែលឈ្នះពិតប្រាកដនោះគឺជាអ្នកដែលចេះរៀនពីកំហុសរបស់ខ្លួនឯងហើយថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពី4ចំណុចដែលយើងអាចរៀនពីកំហុសរបស់ខ្លួនឯងបានប៉ុន្តែមុននឹងធ្វើការបកស្រាយសូមបងប្អូនទាំងអស់គ្នាដែលអត់ទាន់ជួយចុច Subscribe សូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូប្រភេទអប់រំបន្តទៀតអញ្ចឹងចូលដល់ចំណុចទី1យើងពីការចេះទទួលស្គាល់នៅកំហុសរបស់ខ្លួនឯងជាធម្មតាពេលដែលយើងធ្វើច្រើនអញ្ចឹងកំហុសក៏កាន់តែច្រើនដូចគ្នាប៉ុន្តែកំហុសទាំងអស់ហ្នឹងវាសុទ្ធតែជាមេរៀនដ៏ល្អសម្រាប់យើងកុំគិតថាពេលដែលយើងធ្វើខុសហើយយើងបាក់ទឹកចិត្តហើយយើងឈប់ធ្វើវាទៀតពេលដែលយើងធ្វើខុសយើងអត់ត្រូវរត់គេចពីកំហុសហ្នឹងឯងត្រូវចាត់ទុកថាវាគឺជាគ្រូរបស់យើងត្រូវតែចេះទទួលស្គាល់កំហុសដឹងកំហុសហើយនឹងចេះកែប្រែនៅកំហុសហ្នឹងកុំព្យាយាមធ្វើកំហុសដដែលម្ដងជាពីរដងទៅចាំថាអត់មាននរណាគេម្នាក់ដែលល្អឥតខ្ចោះទេគ្រប់គ្នាសុទ្ធតែធ្លាប់សាងកំហុសឡើងទាំងចេតនាក្តីទាំងអចេតនាក្តីក៏ប៉ុន្តែយើងត្រូវផលកំហុសហ្នឹងគឺជាឱកាសសម្រាប់កសាងខ្លួនឯងយើងត្រូវចេះហ៊ានអត់ធ្មត់ជាមួយនឹងខ្លួនឯងហើយនឹងទទួលស្គាល់ថាកំហុសគឺវាមិនអាក្រក់ទេប៉ុន្តែវាគឺជាគ្រូបង្រៀនដ៏ល្អសម្រាប់យើងក្នុងការរៀនសូត្របន្ថែមចូលដល់ចំណុចទី2យើងពីការចេះស្វែងរកមេរៀនចេញពីកំហុសជំហានសំខាន់ក្នុងការរៀនពីកំហុសខ្លួនឯងនោះគឺការស្វែងរកមេរៀនដ៏ល្អចេញពីកំហុសដែលយើងបានធ្វើត្រូវចាំថាក្នុងបញ្ហាតែងតែមានឱកាសយើងទាំងអស់គ្នាគួរតែស្វែងរកមេរៀនល្អចេញពីកំហុសឆ្គងណាមួយដើម្បីយកទៅពង្រឹងជំនាញបន្ថែមដែលយើងនៅខ្វះខាតហើយតាំងចិត្តបង្កើនសមត្ថភាពក៏ដូចជាជំនាញរបស់យើងឲ្យកាន់តែប្រសើរជាក់ស្ដែងខ្ញុំមានមិត្តភក្តិម្នាក់ដែលការដែលគាត់ប្រឡងទី12ជាមួយខ្ញុំហ្នឹងគឺគាត់ធ្វើឲ្យបានល្អហើយលទ្ធផលដែលគាត់ទទួលបាននោះគឺនិទេស F ហើយពេលហ្នឹងគាត់បាក់ទឹកចិត្តខ្លាំងមែនតើគាត់អត់ចេញពីផ្ទះរបស់គាត់រយៈពេលមួយអាទិត្យហើយមកដោយសារតែមានការលើកទឹកចិត្តពីគ្រួសារក៏ដូចជាមិត្តភក្តិគាត់ក៏បានស្វែងរកនៅកំហុសថាហេតុអីបានជាគាត់ធ្វើឲ្យបានល្អអញ្ចឹងពេលដែលគាត់ប្រឡងហ្នឹងថ្ងៃមួយគាត់ក៏បានស្វែងរកចម្លើយគឺដោយសារតែមុនប្រឡងគាត់ខំហ៊ានពេកហើយគាត់អត់បានសារ៉ាអីអញ្ចឹងធ្វើឲ្យម្លងពេលដែលគាត់ប្រឡងហ្នឹងគាត់វិលមុខធេងថងហើយគាត់ធ្វើអត់បានល្អសម្រាប់មុខវិជ្ជាគណិតហើយយើងដឹងហើយថាមុខវិជ្ជាគណិតគឺជាមុខវិជ្ជាគសម្រាប់អ្នករៀនថ្នាក់វិទ្យាសាស្ត្រអញ្ចឹងហើយបានធ្វើឲ្យគាត់ធ្លាក់ហើយក្រោយមកគាត់ក៏បានខំហ៊ានបន្ថែមដល់ពេលឆ្នាំក្រោយលទ្ធផលដែលគាត់ទទួលបាននោះគឺនិទេស A ហើយពេលហ្នឹងគាត់សប្បាយចិត្តមែនតើហើយហ្នឹងហើយគឺជាលទ្ធផលនៃការដែលយើងចេះរៀនពីកំហុសហើយនឹងការស្វែងរកកំហុសចេញពីអីដែលយើងធ្លាប់ធ្វើខុសពីមុនចូលដល់ចំណុចទី3ការរៀនទទួលយកការកែលម្អដែលធ្លាប់ជួបវត្តមនុស្សមួយចំនួនពេលដែលគាត់ធ្វើខុសគាត់តែងតែប្រកែកគាត់តាំងខ្លួនឯងនឹងជាប្រភេទមនុស្សដែលទឹកពេញកែវបើន័យថាគាត់រឹងរូសនិយាយយកតែឈ្នះហើយអត់ព្រមទទួលយកការកែលម្អពីអ្នកដទៃទេអញ្ចឹងហើយគាត់តែងតែធ្វើកំហុសដដែលម្ដងជាពីរដងហើយមនុស្សប្រភេទហ្នឹងគឺអត់មានអ្នកគេចង់នៅជិតគាត់ទេផ្ទុយទៅវិញអ្នកដែលគាត់ចេះទទួលយកការកែលម្អពីអ្នកដទៃហើយព្រមតាំងចិត្តកែខ្លួនឯងមិនប្រព្រឹត្តនៅកំហុសដដែលគាត់ក៏คล้ายទៅជាមនុស្សម្នាក់ដែលគេប្រាថ្នាចង់នៅចិត្តហើយមនុស្សប្រភេទហ្នឹងគាត់តែងតែធ្វើខ្លួនឯងរីកចម្រើនជារៀងរាល់ថ្ងៃឧទាហរណ៍ថាបើសិនជាថ្ងៃណាមួយយើងឃើញនរណាម្នាក់ធ្វើខុសហើយយើងចង់ធ្វើការកែលម្អគាត់សូមប្រើពាក្យសម្ដីរបស់យើងនឹងជាថ្នាំពៅបានន័យថាយើងធ្វើការកែលម្អអ្នកដទៃបែប
លក្ខណៈលើកទឹកចិត្តគាត់លាយឡំជាមួយនឹងសម្ដីផ្អែមដើម្បីផ្ដល់ជាកម្លាំងចិត្តជួយព្យាបាលកំហុសរបស់អ្នកដទៃកុំប្រើសម្ដីរបស់យើងនឹងជាលក្ខណៈថ្នាំពឹសបានន័យថាសម្ដីដែលយើងនិយាយទៅនឹងលក្ខណៈក្រោតក្រៀតអញ្ចឹងពេលដែលយើងនិយាយលក្ខណៈក្រោតក្រៀតឬក៏ស្រែកដាក់អ្នកដទៃនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាគាត់កាន់តែបាក់ទឹកចិត្តកាន់តែខ្លាំងហើយគាត់អាចគិតខ្លីក៏ថាបានដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសបានថាចង់ឲ្យសម្ដីរបស់យើងคล้ายទៅជាថ្នាំពឹសឬក៏ថ្នាំពុលអាចខមនៅខាងក្រោមបានចូលដល់ចំណុចទី4យើងពីការបង្រៀនអ្នកដទៃនៅកំហុសដែលយើងបានជួបកំហុសរបស់អ្នកដទៃវាគឺជាមេរៀនដ៏ល្អសម្រាប់យើងហើយវាក៏ជាមេរៀនដ៏ល្អសម្រាប់អ្នកដទៃដូចគ្នាចំណែកឯកំហុសរបស់អ្នកដទៃក៏អាចក្លាយជាមេរៀនដ៏ល្អសម្រាប់យើងបានដូចគ្នាដែរអញ្ចឹងយើងអាចចែករំលែកបទពិសោធន៍របស់យើងតាមរយៈកំហុសដែលយើងបានជួបនឹងទៅកាន់គ្នាទៅវិញទៅមកដើម្បីរៀនសូត្រក៏ដូចជាជៀសវាងនៅកំហុសដែលពួកយើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់បានសរុបមកមេរៀន4ដែលយើងអាចរៀនពីកំហុសបានមានដូចជាការចេះទទួលស្គាល់នៅកំហុសរបស់ខ្លួនឯងចេះរៀនទទួលយកការកែលម្អពីអ្នកដទៃការចេះស្វែងរកមេរៀនចេញពីកំហុសក៏ដូចជាការបង្រៀនអ្នកដទៃនៅកំហុសដែលយើងបានជួបត្រូវចាំថាមនុស្សម្នាក់នឹងមិនរឹងមាំទេបើសិនបើគេអត់ធ្លាប់ជួបការឈឺចាប់ពីការប្រព្រឹត្តនៅកំហុសណាមួយតែសូមឲ្យការឈឺចាប់នឹងអាចក្លាយទៅជាធម៌ពលដែលជំរុញឲ្យយើងកសាងខ្លួនឯងឡើងវិញចូលកុំស្ដាយក្រោយពីអតីតកាលដែលយើងបានធ្វើប៉ុន្តែត្រូវប្រើវាជាម៉ាស៊ីនសម្រាប់បញ្ចេញធម៌ពលនៅថ្ងៃស្អែកជីវិតគឺអត់ត្រូវបានវាស់តាមចំនួនដងដែលយើងធ្វើខុសទេប៉ុន្តែវាវាស់តាមចំនួនដងដែលយើងក្លាហានក្រោកឡើងហើយការប្រែកំហុសរៀនសូត្រពីកំហុសនិងបន្តវាទៅមុខជានិច្ចជុំបញ្ចប់នៃវីដេអូសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់វីដេអូថ្ងៃនេះសង្ឃឹមថាអ្នកទាំងអស់គ្នាចេះរៀនពីកំហុសរបស់ខ្លួនឯងចេះកែប្រែក៏ដូចជាមិនបោះបង់ខ្លួនឯងចោលទោះជាស្ថិតក្នុងកលៈទេសៈណាក៏ដោយបើសិនជាគិតថាវីដេអូនេះផ្ដល់ជាផលប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាសូមធ្វើការ like comment share ក៏ដូចជាចុច subscribe ដើម្បីទទួលបានវីដេអូប្រភេទអប់រំបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា